អ្នកងារសារព័ត៌មានរយទ័របានចេញផ្សាយថាកាលពីម្សិលមិញនេះវិមានកម្លាំងរបស់រុស្ស៊ីបានធ្វើការចោទប្រកាន់កងកម្លាំងអ៊ុយក្រែនវិញម្ដងថាបានប្រព្រឹត្តអក្រិតកម្មសង្គ្រាមដោយបានបាញ់សម្លាប់អ្នកទោសសង្គ្រាម10នាក់ដែលបានសុំចោះចាញ់តាមប្រពន្ធដដែលបានឲ្យដឹងបន្តថាការចោទប្រកាន់ខាងលើត្រូវបានធ្វើឡើងក្រោយដែលរុស្ស៊ីបានបង្ហាញវីដេអូឃ្លីបមួយដែលបង្ហាញអំពីរូបភាពទាហានសុំចោះចាញ់ទាំង10នាក់ដែលត្រូវបានសម្លាប់ចោលនៅនឹងកន្លែងតែម្ដងក្រោយឃើញរូបភាពទាំងនោះវិមានកម្លាំងបានថ្លែងថាខ្លួននិងអ្នកប្រព្រឹត្តបានទទួលខុសត្រូវចំពោះទង្វើនៃការសម្លាប់អ្នកទោសសង្គ្រាមទាំងនោះហើយខ្លួននឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងការថ្កោលទោសចំពោះអក្រិតកម្មសង្គ្រាមមួយនេះក្រមប្រសាសន៍ខាងលើលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថាច្បាស់ណាស់រុស្ស៊ីផ្ទាល់ក៏នឹងចាប់អ្នកប្រព្រឹត្តអក្រិតកម្មសង្គ្រាមនេះឲ្យបានផងដែរហើយបុគ្គលនោះក៏ត្រូវតែចាប់ខ្លួននិងទទួលការកាត់ទោសដោយឡែកជំវិញការចោទប្រកាន់នេះគណៈកម្មាធិការសិទ្ធិមនុស្សរបស់អ៊ុយក្រែនលោក Dmytro Kulynets បានធ្វើការច្រានចោលហើយបានថ្លែងនៅក្នុងប្រព័ន្ធ Telegram ថានៅក្នុងវីដេអូមួយផ្សេងទៀតពាក់ព័ន្ធទៅនឹងទាហានរុស្ស៊ីនៅក្នុងតំបន់ Luhansk ដែលនោះអាចនឹងសន្និដ្ឋានបានថាកងកម្លាំងរុស្ស៊ីជាអ្នកវាយប្រហាររងកងកម្លាំងអ៊ុយក្រែនមុនហើយបានអ៊ុយក្រែនធ្វើការតដៃទៅវិញដោយមិនបានប្រព្រឹត្តអក្រិតកម្មសង្គ្រាមដោយការចោទប្រកាន់នោះឡើយយ៉ាងណាក៏ដោយសារព័ត៌មានរយទ័របានបញ្ជាក់ថាទីតាំងកើតហេតុឡើងនៅក្នុងភូមិមួយដែលមានឈ្មោះថា Makilka ប៉ុន្តែมันអាចបញ្ជាក់ច្បាស់នៅឡើយទេអំពីពេលវេលាដែលវីដេអូត្រូវបានថតឬអ្នកណាជាអ្នកថតនោះសូមបញ្ជាក់ថាចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងរុស្ស៊ីនិងអ៊ុយក្រែនមករដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកចំពោះការប្រព្រឹត្តអក្រិតកម្មសង្គ្រាមហើយអ្វីដែលធ្លាប់ធ្វើឲ្យសហគមន៍អន្តរជាតិភ្ញាក់ផ្អើលបំផុតនោះគឺការសម្លាប់ពលរដ្ឋយ៉ាងព្រៃផ្សៃនៅក្នុងតំបន់ប៊ូឆាអាញាធិបតេយ្យអ៊ុយក្រែននៅពេលនេះកំពុងតែខ្នះខ្នែងជំនះពលរដ្ឋចេញពីតំបន់ខឺសិននិងមីកាលេវជាហោហែគណៈអាកាសធាតុកាន់តែចុះត្រជាក់ហើយហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងប្រព័ន្ធទឹកនៅក្នុងតំបន់ទាំងពីរបានរងការខូចខាតស្ទើរតែគ្មានសល់ដោយសារតែការបាញ់ស្រោចគ្រាប់មីស៊ីលពីសំណាក់ប្រទេសរុស្ស៊ីយោងតាមការចេញផ្សាយដែលភ្នាក់ងារសារព័ត៌មានអាចារ្យសារ៉ាបានបន្ថែមឲ្យដឹងថាកងកម្លាំងអ៊ុយក្រែនបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់ខឺសិននិងមីកាលេវដែលជាតំបន់រងការវាយប្រហារខ្លាំងជាងគេពីសំណាក់រុស្ស៊ីចាក់ចេញទៅតំបន់ផ្សេងទៀតដែលមានសុវត្ថិភាពនៅភាគខាងលិចប្រទេសអនុនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកអេរីណាបានមានប្រសាសន៍កាលពីម្សិលមិញថារដ្ឋាភិបាលអ៊ុយក្រែននឹងផ្ដល់មធ្យោបាយធ្វើដំណើរកន្លែងស្នាក់នៅនិងការថែទាំផ្នែកវិទ្យាសាស្ត្រដល់ប្រជាពលរដ្ឋជាពិសេសស្ត្រីនិងកុមារនិងមនុស្សចាស់ជរាការជំនះប្រជាពលរដ្ឋចេញពីតំបន់ទាំងនេះគឺធ្វើឡើងក្រោយពេលដែលកងកម្លាំងអ៊ុយក្រែនបានប្រកាសដណ្ដើមបានតំបន់ខឺសិនមកវិញបានជាងមួយសប្តាហ៍ហើយទន្ទឹមគ្នានឹងការដកទ័ពរបស់រុស្ស៊ីដោយបដូរជាការវាយប្រហារពីចម្ងាយមកវិញស្របពេលដែលរដូវរងាកំពុងតែខិតជិតមកដល់ពលរដ្ឋនិងអាជ្ញាធរបានភ្ញាក់ខ្លួនថាហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីជាច្រើនកន្លែងត្រូវបានបំផ្លិចបំផ្លាញដោយរុស្ស៊ីមុនពេលដកទ័ពនាំឲ្យមានការព្រួយបារម្ភចំពោះការលំបាកក្នុងការរស់នៅអំឡុងពេលសីតុណ្ហភាពធ្លាក់ក្រោម0 អង្សាសេសូមរំលឹកថាជាងមួយខែកន្លងមកនេះដែលរុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសដោយបាញ់មីស៊ីលស្រោចលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរួមទាំងប្រព័ន្ធផ្គត់ផ្គង់ចរន្តអគ្គិសនីរបស់អ៊ុយក្រែននាំឲ្យមនុស្សរាប់លាននាក់នៅក្នុងតំបន់ត្រូវបានបង្ខំចិត្តរស់នៅដោយគ្មានអគ្គិសនីនិងទឹកក៏ដូចជាគ្មានម៉ាស៊ីនកម្ដៅប្រើប្រាស់ផងដែរពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ប្រឈមនឹងការរងការរងារហូតគ្រោះថ្នាក់ដល់ជីវិតអំឡុងរដូវរងាដែលនឹងចុះត្រជាក់រហូតដល់ដក20អង្សាក្រោម0នៅក្នុងឆ្នាំនេះបើយោងតាមការក្រើនរំលឹកពីអង្គការសុខភាពពិភពលោកគណៈដែលរុស្ស៊ីនៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ុយក្រែនឥតស្រាកស្រាននោះនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះរុស្ស៊ីបានបាញ់មីស៊ីលផ្ដោតលើគោលដៅមកលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនយ៉ាងសន្ធប់តែម្ដងនៅក្នុងនោះរួមមានទាំងស្ថានីយ៍ទឹកស្អាតនិងស្ថានីយ៍អគ្គិសនីជាដើមដែលធ្វើឲ្យផ្ទះសម្បែងទូទាំងប្រទេសអ៊ុយក្រែនដាច់ចរន្តធម្មពលគ្មានសល់នោះទេលោក Han Clerk ដែលជាប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុបបានលើកឡើងថាពាក់កណ្ដាលនៃហេដ្ឋារចនាសម្ព័ន្ធធម្មពលរបស់អ៊ុយក្រែនបានរងការខូចខាតឬរងការបំផ្លិចបំផ្លាញហេតុដូច្នេះនៅក្នុងរដូវរងានេះរឿងដែលត្រូវនិយាយគឺរឿងរស់រានមានជីវិតគណៈពលរដ្ឋអ៊ុយក្រែនប្រហែលជា10លាននាក់ឥឡូវនេះគឺគ្មានចរន្តអគ្គិសនីប្រើប្រាស់ទេហើយមានរហូតទៅដល់3លាននាក់ត្រូវចាក់ចោលពីផ្ទះសម្បែងដើម្បីទៅកន្លែងកម្ដៅដ៏មានសុវត្ថិភាពគណៈមានការព្យាករណ៍ថាសីតុណ្ហភាពនឹងចុះត្រជាក់រហូតទៅដល់ដក20អង្សាក្រោម0នៅក្នុងតំបន់ខ្លះនៅក្នុងប្រទេសអ៊ុយក្រែនគណៈពលរដ្ឋអ៊ុយក្រែនកំពុងតែប្រឈមនឹងភាពវេទនាបែបនេះលោក John Stoltenberg អគ្គលេខាធិការអង្គការ NATO បានលើកឡើងអំឡុងសម័យប្រជុំប្រចាំឆ្នាំលើកទី68នៃសហភាព NATO នៅក្នុងទីក្រុង Madrid កាលពីថ្ងៃច័ន្ទថាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនទំនងជានឹងបញ្ចប់ទៅនៅលើតុចរចា
ប៉ុន្តែមុនឈានដល់កិច្ចពិភាក្សាសន្តិភាពចាំបាច់ត្រូវតែមានការបញ្ជូនអាវុធទៅឲ្យប្រធានាធិបតីបេដងដែក Volodymyr Zelensky បន្ថែមទៀតដើម្បីជួយឲ្យអ៊ុយក្រែនខ្លាំងជាងមុនសិនទើបងាយស្រួលក្នុងការនិយាយជាមួយនឹងលោកប្រធានាធិបតី Vladimir Putin ដោយឡែកសម្រាប់លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រមឡើងវិញបានសម្ដែងការជឿជាក់ជាថ្មីថាទីបំផុតរុស្ស៊ីនឹងនៅតែសម្រេចតាមគោលដៅរបស់ខ្លួនដែលនេះមានន័យថារុស្ស៊ីមិនងាយដកខ្លួនចេញពីសមរភូមិងាយៗនោះទេហើយពលរដ្ឋអ៊ុយក្រែនអាចនឹងរងទុក្ខវេទនាយូរតទៅមុខទៀតដែរបើទោះបីជាគេបានមើលឃើញថានៅតាមសមរភូមិសំខាន់នៅភាគខាងត្បូងភាគអាគ្នេយ៍ភាគឦសានក៏ដូចជាភាគខាងកើតនៃប្រទេសគេកំពុងតែមើលឃើញទស្សនវិជ្ជាជារួមដែលទាហានអ៊ុយក្រែនក្រោយទទួលបានជំនួយសពាវុធទំនើបពីលោកខាងលិចកន្លងមកគឺកំពុងបង្កើនព្រៀបរបស់ខ្លួនក្នុងការយកឈ្នះទៅលើសត្រូវរុស្ស៊ីលើទឹកដីរបស់ខ្លួនបើទោះបីជាស្ថានភាពយ៉ាងនេះក៏ដោយប៉ុន្តែសញ្ញាដែលថាសង្គ្រាមអាចនឹងឈានទៅបញ្ចប់ឆាប់ៗនេះក៏នៅមិនទាន់មាននៅឡើយដែរនៅពេលនេះខាងសម្ព័ន្ធយោធា NATO កំពុងតែគិតរិះរកវិធីសាស្ត្របន្ថែមទៀតដើម្បីផ្ដល់ជំនួយដល់អ៊ុយក្រែនបើទោះបីជាស្ថាប័នយោធាមួយនេះបានមើលឃើញថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនមុននឹងក្រោយត្រូវចប់ដោយការចរចាយ៉ាងណាក៏ដោយព័ត៌មានកាន់តែពិស្ដារយើងមានការចូលរួមបន្ថែមពីលោកចិនសារីមអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិរបស់ទូរទស្សន៍ព័ត៌មាន BTV លោកសារីមជារួមរហូតមកដល់ពេលនេះតើមានបានឃើញនៅសញ្ញាណាមួយដែលបង្ហាញថាការចរចាបញ្ចប់សង្គ្រាមអាចនឹងកើតឡើងទេបាទចំពោះសញ្ញានៃការបញ្ចប់សង្គ្រាមតាមរយៈចរចានឹងត្រូវបានលើកមកយូរខែហើយដោយអ្នកជំនាញជាច្រើនរួមទាំងខាងមន្ត្រីអង្គការសហប្រជាជាតិទៅទៀតដែលឲ្យតម្លៃខ្លាំងថាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនរវាងកងទ័ពអ៊ុយក្រែននិងរុស្ស៊ីនៅពេលបច្ចុប្បន្ននេះគឺមិនអាចបញ្ចប់ទៅបានតាមរយៈការច្បាំងឈ្នះគ្នាដោយអាវុធនិងអាវុធទេគឺសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែននឹងអាចនឹងចប់ទៅបានតាមរយៈការចរចាគ្នាឬការពិភាក្សាគ្នាតាមមធ្យោបាយសន្តិភាពវិញប៉ុន្តែរហូតមកដល់ពេលនេះសញ្ញានៃការចរចារវាងភាគីចំនួនទាំងខាងក្នុងទាំងខាងក្រៅហាក់ដូចជាអត់មានសោះពីព្រោះបើតាមជំហរពីខាងប្រទេសអ៊ុយក្រែនដែលប្រកាសដោយលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែនតែម្ដងលោកបានប្រកាសពីលើករួចមកហើយថាលើកឹកណាលោកប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី Vladimir Putin នៅតែជាប្រធានាធិបតីរបស់ប្រទេសរុស្ស៊ីហ្នឹងគឺអ៊ុយក្រែនមិនចរចាជាមួយទេលុះត្រាតែខាងរុស្ស៊ីនឹងមានប្រធានាធិបតីថ្មីទើបខាងអ៊ុយក្រែននឹងចរចាអញ្ចឹងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែននឹងហាក់ដូចជាបិទច្រកមួយបាត់ទៅហើយនេះចំហខាងភាគីអ៊ុយក្រែនសូម្បីតែខាងលោក Dmytro Kuleba រដ្ឋមន្ត្រីការបរទេសរបស់អ៊ុយក្រែនក៏ធ្លាប់លើកបែបនេះដែរថាខ្លួនមិនចូលតុទៅចរចាហើយទៅទទួលយកលក្ខខណ្ឌពីខាងភាគីរុស្ស៊ីនោះទេដូច្នេះខាងភាគីអ៊ុយក្រែននឹងបិទមួយហើយចំណែកខាងរុស្ស៊ីវិញគឺបានប្រកាសលោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសរុស្ស៊ីក៏ដូចជាលោក Igor Konashenko អ្នកនាំពាក្យក្រសួងការពារជាតិរបស់ខាងប្រទេសរុស្ស៊ីនឹងធ្លាប់ប្រកាសថាទ្វារចរចារបស់រុស្ស៊ីនៅតែបើកចំហដដែលមានន័យថារុស្ស៊ីស្វាគមន៍អ៊ុយក្រែនគ្រប់ពេលក្នុងការចូលតុចរចាប៉ុន្តែគាត់តែរឿងត្រង់ចេះទេទ្វារចរចាពីសំណាក់រុស្ស៊ីនៅតែបើកមែនប៉ុន្តែគ្រាន់តែរុស្ស៊ីបានបង្ហាញពីចំហរបស់ខ្លួនហើយបើទៅចរចាលុះត្រាតែអ៊ុយក្រែននឹងទទួលយកលក្ខខណ្ឌតាមដែលខ្លួនចង់បានដូចជាកាត់ទឹកដីភាគខាងត្បូងនិងខាងកើតឲ្យទៅខាងប្រទេសរុស្ស៊ីជាដើមដូច្នេះនេះជាចំណុចមួយមានន័យថាបិទទ្វារចរចាដូចគ្នាខាងអ៊ុយក្រែនក៏បិទខាងរុស្ស៊ីក៏បិទដោយឡែកចំណែកអង្គការ NATO វិញបើតាមចំហលោក Jens Stoltenbergប្រមុខអង្គការ NATO ដែលធ្វើកិច្ចសម្ភាសតាមទូរទស្សន៍ CBC កាលពីថ្ងៃអាទិត្យកន្លងទៅលោក Stoltenberg នឹងអត់បាននិយាយទាល់តែសោះអំពីការចរចាដើម្បីបញ្ចប់សង្គ្រាមនឹងរវាងរុស្ស៊ីនិងអ៊ុយក្រែននៅលើទឹកដីអ៊ុយក្រែនជាទស្សនវិស័យរបស់អង្គការ NATO គឺមិនបញ្ចប់សង្គ្រាមដោយចរចាទេគឺបញ្ចប់សង្គ្រាមដោយឲ្យអ៊ុយក្រែនជាអ្នកឈ្នះរុស្ស៊ីទៅវិញដូច្នេះខាង NATO និងសម្ព័ន្ធមិត្តតាំងពីដើមរៀងមកមិនដែលនិយាយសោះឡើយពីពាក្យថានឹងជួបចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមនឹងអ៊ុយក្រែននឹងអញ្ចឹងសរុបមកវិញតម្រុយនៃការចរចាដើម្បីឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរហូតមកដល់ពេលនេះគឺមិនទាន់មានសោះឡើយបាទលោកសេរីឥឡូវនេះយើងឃើញថាចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងតាំងពីអំឡុងខែកុម្ភៈមករហូតមកដល់ពេលនេះសង្គ្រាមកំពុងតែវិវត្តខ្លួនបាទកាន់តែឆ្ងាយទៅនៃអាយុកាលសង្គ្រាមឈានទៅរករយៈពេល1ឆ្នាំពេញនៅពេលខាងមុខនេះហើយលោកសេរីសូម្បីតែ NATO ក៏គេបានមើលឃើញដែរថាសង្គ្រាមនេះអាចនឹងត្រូវអូសបន្លាយពេលយូរបន្តទៅទៀត NATO ដែលតែងតែជួយផ្គត់ផ្គង់ដល់អ៊ុយក្រែនតើមានគម្រោងនឹងធ្វើអ្វីបន្តទៀតនៅក្នុងស្ថានភាពបែបនេះបាទបើតាមសេចក្តីប្រកាសរបស់ប្រមុខអង្គការ NATO លោក Jens Stoltenberg កាលពីថ្ងៃអាទិត្យកន្លងទៅហ្នឹង
លោក Stoltenberg បានបញ្ជាក់ថាឥឡូវនេះគឺដល់ពេលដែលប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អង្គការ NATO ដឹកនាំដោយសហរដ្ឋអាមេរិកហ្នឹងគឺពិនិត្យសារឡើងវិញអំពីជំនួយគ្រឿងយុទ្ធោបករណ៍ដែលខ្លួនបានផ្ដល់ទៅឲ្យប្រទេសអ៊ុយក្រែនហ្នឹងដោយការពីមុនដំបូងគឺសមាជិកអង្គការ NATO ហាក់ដូចជាស្រោះដៃស្រោះជើងគ្នានិងមានឆន្ទៈមោះមុតក្នុងការផ្ដល់គ្រឿងយុទ្ធោបករណ៍ផ្ដល់សម្ភារៈសឹកក៏ដូចជាលុយកាក់ទៅឲ្យខាងប្រទេសអ៊ុយក្រែនប៉ុន្តែដល់ពេលឥឡូវហ្នឹងហាក់ដូចជាស្ងប់ស្ងាត់ទៅវិញហើយសមាជិកមួយចំនួនហ្នឹងបន្ធូរដៃមែនតែនរហូតដល់លែងសូវគិតគូរអំពីខាងភាគីអ៊ុយក្រែនជាទស្សនវិស័យជាគម្រោងបន្តទៀតរបស់អង្គការ NATO លោក Jens Stoltenberg បានក្រើនរំលឹកនិងទាមទារឲ្យខាងឧស្សាហកម្មគ្រឿងយុទ្ធោបករណ៍នៅក្នុងបណ្ដាប្រទេសជាសមាជិករបស់អង្គការ NATO នឹងគឺបង្កើនផលិតកម្មគ្រឿងយុទ្ធោបករណ៍របស់ខ្លួនបន្ថែមទៀតដើម្បីជួយជ្រោមជ្រែងទៅដល់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលយូរពីព្រោះសង្គ្រាមនេះលោក Stoltenberg បានបញ្ជាក់ថានឹងបញ្ចប់យូរទេប៉ុន្តែគ្រាន់តែលោកបានបញ្ជាក់ថាសង្គ្រាមនឹងអាចមានរយៈពេលយូរអញ្ចឹងបើសិនបើសមាជិករបស់អង្គការ NATO បធូរដៃបែបអញ្ចឹងបង្ងើយកន្តើយបែបអញ្ចឹងហើយនឹងបង្កើនផលិតកម្មខាងគ្រឿងយុទ្ធោបករណ៍ទេនោះខាងភាគីអ៊ុយក្រែននឹងមានគ្រឿងយុទ្ធោបករណ៍កាន់តែតិចពីព្រោះលោក Jens Stoltenberg បានបញ្ជាក់ថានៅពេលបច្ចុប្បន្ននេះមិនមែនខាងអ៊ុយក្រែនវាខុសពីខាងអង្គការ NATO សមាជិកនានានឹងគ្រាន់តែចំណាយលុយទេគឺ price we pay is measured in money គ្រប់យ៉ាងទាំងអស់គឺខាងសមាជិក NATO នឹងគឺឲ្យតែលុយទៅខាងអ៊ុយក្រែននេះដែលថាត្រូវតម្លៃដែលត្រូវឲ្យនឹងគឺតែលុយទេប៉ុន្តែបើខាងអ៊ុយក្រែននឹងមិនមែនលុយទេត្រូវការទាំងលុយគឺ in money in life in blood គឺត្រូវការនឹងចំណាយទាំងលុយចំណាយទាំងអាយុជីវិតចំណាយទាំងសាច់ស្រស់ឈាមស្រស់របស់ខ្លួនទៅទៀតដែលអង្គការ NATO ត្រូវគិតអញ្ចឹងសរុបមកវិញគឺ NATO មានគម្រោងជួយអ៊ុយក្រែនបន្តខណៈដែលពេលបច្ចុប្បន្នហ្នឹងការជួយជ្រោមជ្រែងហាក់ដូចជានៅមានកម្រិតនៅឡើយបាទសូមអរគុណលោកសេរីមយើងនៅបន្តតាមដានបន្តទៀតអំពីស្ថានភាពសង្គ្រាមនេះជម្រាបលាបាទអរគុណបាទទូរទស្សនិកជនជាទីមេត្រីយើងទៅណាមិនឆ្ងាយពីព័ត៌មានតាក់ទងនឹងស្ថានភាពសង្គ្រាមនៅរុស្ស៊ីនិងអ៊ុយក្រែននេះប៉ុន្តែយើងក៏លេចទៅមើលដំណើរដកទ័ពរបស់រុស្ស៊ីចេញពីខេត្តខឺសុននៅភាគខាងត្បូងប្រទេសអ៊ុយក្រែនដែលដំណើរដកទ័ពនឹងប្រគល់ជ័យជំនះដល់ទាហានអ៊ុយក្រែនចូលមកគ្រប់គ្រងដែនដីដែលរុស្ស៊ីបានដាក់ចូលជាឧបសម្ព័ន្ធរបស់ខ្លួនរួចទៅហើយនេះថាតើវាមានមូលហេតុអ្វីនៅពីក្រោយនោះប៉ុន្តែទេសនិកជនការដកកម្លាំងរបស់រុស្ស៊ីនេះគឺបានធ្វើឲ្យអ៊ុយក្រែនទទួលបាននូវជ័យជំនះដ៏ធំមួយទៀតបន្ទាប់ពីដែនដីភាគឦសានត្រូវបានអ៊ុយក្រែនដណ្ដើមបានមកវិញទាំងស្រុងยังមានការចូលរួមបន្ថែមទៀតពីលោកណនរីណាអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិមួយរូបទៀតរបស់ទូរទស្សន៍ព័ត៌មាន BTV លោករីណានៅពេលនេះឧត្តមសេនីយ៍ជាន់ខ្ពស់មួយរូបរបស់ប្រទេសរុស្ស៊ីកំពុងតែស្ថិតនៅក្រោមសម្ពាធឲ្យឆ្លើយអំពីមូលហេតុនៃការសម្រេចចិត្តដកទ័ពរុស្ស៊ីចេញពីខេត្តខឺសុនប្រគល់ជ័យជំនះដល់អ៊ុយក្រែនតើការដកទ័ពកាលពីថ្ងៃទី9វិច្ឆិកាកន្លងទៅនោះត្រូវបានគេមើលឃើញថាធ្វើឡើងនៅក្រោមហេតុផលអ្វីខ្លះបាទក្រោយមានការសួរដេញដោលច្រើនពីជាពិសេសពីក្រុមគណៈរុស្ស៊ីប្លុកអ្នករុស្ស៊ីប្លុកបង្ហោះអំពីប្រតិបត្តិការសឹកអំពីយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ីហើយសុទ្ធសឹងតែជាអ្នកគ្រប់គ្រងសង្គ្រាមនៅអ៊ុយក្រែនមានទាំងពីអ្នករិះគន់នឹងច្រើនតាំងពីលោក Alexander Dugin ដែលគេហៅថាមនោគមបីដាមនោគមវិជ្ជាសង្គ្រាមប្រឆាំងអ៊ុយក្រែនឬក៏សង្គ្រាមលោកលុយអ៊ុយក្រែនហ្នឹងគឺជាអ្នកផ្ដាល់យោបល់ដល់លោក Vladimir Putin ហ្នឹងក៏សុទ្ធសឹងតែមិនសប្បាយចិត្តទាំងអស់គ្នាហើយមេតបមួយចំនួនក៏មិនសប្បាយចិត្តដែរអំពីមូលហេតុដែលលោក Sergei Surovikin ដែលគេទទួលស្គាល់ថាជាកម្ពូលអ្នកដែលកំទេចគ្រប់យ៉ាងនៅក្នុងសមរភូមិដូចជានៅឆេតឈ្នីដូចជានៅស៊ីរីជាដើមហើយនៅពេលនេះបែរជាប្រកាសដកទ័ពផុយធ្វើឲ្យគេមិនសប្បាយចិត្តក៏ប៉ុន្តែលោកបានបញ្ជាក់កន្លងមកហើយថាមូលហេតុដែលជំរុញឲ្យដកកងកម្លាំងចេញពីខេត្តខឺសិននិងត្រើយខាងលិចនៃទន្លេនេប្រូនេះគឺមានមូលហេតុសំខាន់ដោយសារតែលោកចង់ឲ្យក្រុងមូស្គូសន្សំគ្រឿងយុទ្ធោបករណ៍ខ្លះដោយសារតែនៅតំបន់នោះការវាយសន្ធាប់របស់អ៊ុយក្រែនមួយថ្ងៃគ្រឿងយុទ្ធោបករណ៍រថក្រោះរហូត30-40គ្រឿងក៏មានរថពាសដែក
នឹងយានប្រយុទ្ធដទៃទៀតហ្នឹងគឺត្រូវរងការបំផ្លាញស្ទើរតែខ្ទេចខ្ទាំអស់ទៅហើយម្យ៉ាងទៀតគ្រប់ច្រកនៃការផ្ដាប់ផ្គត់ផ្គង់ស្បៀងអាហារដល់ទាហានរុស្ស៊ីហ្នឹងក៏ត្រូវអ៊ុយក្រែននឹងវាយកំទេចចោលសូម្បីតែស្ពានឆ្លងទន្លេបដោះអាសន្នហ្នឹងក៏ត្រូវអ៊ុយក្រែនកំទេចចោលដែរអញ្ចឹងមូលហេតុសំខាន់ដែលលោកបានលើកឡើងគឺថាទី1កុំឲ្យវាបាត់បង់គ្រឿងយុទ្ធោបករណ៍ច្រើនពេកទី2គឺកុំឲ្យទាហានហ្នឹងរបួសច្រើនពេកទាហានបញ្ជូនថ្មីទៅហ្នឹងគឺមិនសូវមានបទពិសោធន៍សកការបណ្ដុះបណ្ដាលរយៈពេលខ្លីម្ល៉េះហើយការស្លាប់ពីវិលពីកាលនៅគ្រប់ទីកន្លែងពេកក៏ជារឿងមួយដែលធ្វើឲ្យទាហានហ្នឹងបាក់ទឹកចិត្តខ្លាំងការដកកងកម្លាំងនេះមិនមែនដកទៅដាក់នៅក្នុងប្រទេសរុស្ស៊ីវិញទេគឺគ្រាន់តែការដកចេញពីទីក្រុងខឺសិននិងចេញពីខេត្តត្រើយខាងលិចទន្លេនីប្រូនេះគឺបញ្ជូនទៅកាន់ភាគខាងកើតឬហៅថាត្រើយខាងឆ្វេងនៃទន្លេនីប្រូហើយជាការត្រៀមកម្លាំងបង្កើនកម្លាំងថ្មីបញ្ជូនគ្រឿងយុទ្ធោបករណ៍ថ្មីជាឱកាសមួយសម្រាប់វាយបកត្រឡប់មកកងកម្លាំងអ៊ុយក្រែនវិញអញ្ចឹងហើយបានជាលោកមិនបានបញ្យល់លម្អិតទេគ្រាន់តែថាទី1គឺចង់សន្សំសំចៃឬក៏សេវឧបករណ៍គ្រឿងយុទ្ធោបករណ៍ហ្នឹងកុំឲ្យខ្ទេចខ្ទាំជារៀងរាល់ថ្ងៃដោយសារការបាញ់ផ្លោងពីកងកម្លាំងអ៊ុយក្រែនទី2ដោយសារតែការបិទច្រកនៃការផ្គត់ផ្គង់ភស្តុភារទៅឲ្យកម្លាំងរុស្ស៊ីហ្នឹងហើយនៅពេលដែលបិទជាប់ហើយអ៊ុយក្រែនអាចនឹងកំទេចទាហាននឹងអស់ច្រើនថែមទៀតអញ្ចឹងទី1គឺចង់កុំឲ្យខូចខាតគ្រឿងយុទ្ធោបករណ៍ច្រើនពេកទី2គឺសង្គ្រោះជីវិតទាហានរបស់រុស្ស៊ីដែលមួយផ្នែកនោះទើបតែឆ្លងកាត់ការហ្វឹកហាត់រយៈពេលខ្លីមិនទាន់មានឧបករណ៍ទំនើបក្នុងការប្រើប្រាស់នេះមូលហេតុពីរនេះដែលលោកបានបញ្ជាក់ទោះបីជាមានការលើកឡើងអំពីថាហេតុអ្វីធ្វើសង្គ្រាមដើម្បីអីបង្ហូរឈាមដើម្បីអីហើយហេតុអីបដ ாய் ឲ្យលោក Zelensky ទៅកាន់ទីក្រុង Kherson ដោយធម្មតាដ្រូនយកតាណាឲ្យមិនកំទេចចោលជាដើមក៏ប៉ុន្តែលោកឆ្លើយដោយខ្លីហើយក៏មានការលើកទឹកចិត្តពីអ្នកសរសេរ blog ខ្លះដែរដែលថាមិនបាច់ខ្វល់ពីអ្នករិះគន់ទេសំខាន់គេទាំងអស់គ្នារងចាំមើលលទ្ធផលនៃការដកកងកម្លាំងរបស់លោក Sorokin ដែលជាគេហៅថាជើងចាស់ផ្នែកកំទេចគ្រប់យ៉ាងរបស់កងទ័ពរុស្ស៊ីហ្នឹងតើនឹងទទួលបានលទ្ធផលយ៉ាងណាក្រោយពេលប្រកាសដកកម្លាំងភ្លាមចេញពីតំបន់ Kherson ហ្នឹងបាទសូមអរគុណលោករីណាយើងនៅបន្តតាមដានអំពីស្ថានភាពជារួមនេះបន្តទៀតតើរុស្ស៊ីអាចនឹងមានវិធីសាស្ត្រអ្វីបន្តទៀតបន្ទាប់ពីឥឡូវនេះសូម្បីតែខាង NATO ក៏កំពុងតែគិតគូរនៅក្នុងការផ្ដល់ជំនួយសព្វាវុធបន្ថែមទៅដល់ខាងប្រទេសអ៊ុយក្រែនជាដើមនោះយើងនៅបន្តតាមដានជម្រាបលាបាទអរគុណ